សាច់រឿងបានចាប់ផ្ដើមនៅក្មេងស្រីម្នាក់អាយុ17ឆ្នាំនាងឈ្មោះថាហាស៊ីបាណាអាគីរ៉ាឥឡូវនេះដល់ពេលចេញពីរៀនហើយប៉ុន្តែនាងអត់ទាន់ទៅណាទេដូចជាកំពុងតែអង្គុយរង់ចាំអ្វីមួយនៅពេលនោះដែរមានក្មេងប្រុសម្នាក់ដែលបានលួចស្រឡាញ់នាងបានដើរចូលមកចូលមកញ៉ៃសុំលេខត្រឹមតែមួយភ្លេចភ្នែកសោះបាត់សមរអាគីរ៉ាឈឹងពេលនេះចាចេញពីអគារហើយនាងក៏បានមើលទៅកាន់អ្នកកីឡាមួយក្រុមមុននឹងដើរចេញទៅមុខសាលារៀនហើយមើលនាឡិកាមុននឹងបញ្ញាប់រត់ចាក់ចេញហើយវាជាពេលតែមួយដែរអ្នកកីឡានៅក្នុងសាលាកំពុងតែនាំគ្នារត់ផងដែរក្រោយមករូបភាពបានកាត់មកភោជនីយដ្ឋានមួយអាគីរ៉ាបានមកធ្វើការផាតថៃមនៅទីនោះពេលនោះបុគ្គលិកនាំគ្នានិយាយថាមេការយើងមិនកើតការសោះមិនថាមានរឿងអ្វីកើតឡើងគាត់ធ្វើបានត្រឹមតែសុំទោសគេមើលតែគាត់ដូចជាចាស់ធ្វើអីក្រៅពីសុំទោសដល់ពេលអាហារមានបញ្ហាគាត់ក៏បានចូលប្រាប់ចុងភៅឡើងសុភាពរៀបសារថាម្ហូបមួយមុខនេះវាក្រៀមខ្លាំងពេកមើលទៅវាទំនងមិនឆ្ងាញ់ទេប៉ុន្តែអាហារដែលគាត់កាន់មកនោះមើលទៅវាមិនមែនតិចតួចទេគឺវាធ្ងន់ធ្ងរខ្លាំងមែនទេឡើងចង់ខ្លោចទៅហើយខ្លោចឡើងមិនមានអ្នកណាអាចញ៉ាំបានប៉ុន្តែមេកាតែងតែនិយាយដោយមានស្នាមញញឹមរហូតឆាប់ដល់ស្ដាប់មេនិយាយរួចគេក៏បាននិយាយថាមើលទៅមេដូចជាភ្លេចរូតខោហើយមេកាបានលឺដូចឆ្លោគាត់ក៏បានប្រញាប់យកដៃនឹងទៅខ្ទប់ភ្លាមមេកាម្នាក់នេះគាត់មានឈ្មោះថាម៉ាសាមីខុនដូអាយុ45ឆ្នាំមានកូនប្រុសម្នាក់ត្រូវប្រពន្ធរត់ចោលព្រោះល្អខ្លាំងពេកចាយម្នាក់នៅក្នុងហាងនឹងក៏បាននិយាយថាមេកាយើងមិនមែនកូនក្មេងទៀតទេធំប៉ុណ្ណាប៉ុណ្ណីហើយរឿងតែងទួយសក់អត់ចេះប្រុងប្រយ័ត្នប៉ុន្តែអាគីរ៉ានោះបែរជាលួចឲ្យញឹមតិចតិចជួបហេតុការណ៍ម្ដងនេះហើយមេកានៅតែធ្វើដដែលទៀតរហូតចាយនឹងនិយាយថាធ្វើខ្លួនកន្សាក់បែបនោះទៀតហើយមិនកើតការសោះមេការបស់យើងនេះប៉ុន្តែអាគីរ៉ានេះមិនបានគិតបែបនោះទេមើលទៅទឹកមុខខ្សែភ្នែករបស់នាងវាដូចជាមានប្លែកៗដូចជាលងស្រឡាញ់ទៅលើមេកាពេលនោះចៅបុគ្គលិកក៏បានប្រាប់ឲ្យអាគីរ៉ាទៅសម្រាប់សិនទៅក្រោយមកអាគីរ៉ាបានមកអង្គុយញ៉ាំសង្វិចនៅក្រោយហាងមេកាឃើញបែបនោះក៏បាននិយាយថាញ៉ាំប៉ុណ្ណឹងឆ្អែតដែរមិនក៏មិនញ៉ាំមួយច្រើនទៅយូរអ្វីត្រូវតែញ៉ាំមួយច្រើនឆាប់ធំញ៉ាំតិចចឹងយ៉ាត់ខ្យល់កពេលមេកាចេញទៅបាត់អាគីរ៉ាស្ទើរតែគៀងបេះដូងអាគីរ៉ាបានចូលទៅក្នុងបន្ទប់មួយហើយបានជួបជាមួយនឹងក្មេងប្រុសម្នាក់អាគីរ៉ាក៏បានមកប្រាប់អាចារ្យថាខ្ញុំបានឃើញក្មេងប្រុសម្នាក់មានដឹងអត់ថាគេជាអ្នកណាអាចារ្យប្រាប់ថានោះគឺជាកូនប្រុសរបស់មេកាយើងធ្វើឲ្យចានសង្វិចដែលនាងកាន់មកក្របត់ពីដៃធ្លាក់បែកខ្ទេចអស់ចាយឃើញបែបនោះជួយរើជួយបោសសម្អាតដោយមិនបានស្ដីឲ្យមួយម៉ាត់ពេលមេកាចូលមកឃើញសួរថាមានរឿងអីកើតឡើងអាគីរ៉ាបានបែរទៅមើលដោយទុកមុខរបស់នាងពេលនេះផ្លាស់ប្ដូរហើយបែរជាមុខមាំវិញហើយប្រាប់ថានាងមកអីទេរួចហើយក៏បានចូលមកក្នុងបន្ទប់ដែលក្មេងម្នាក់នោះនៅអាគីរ៉ាបានគិតនៅក្នុងចិត្តថាបានន័យថាមេកានឹងក៏រៀបការហើយពេលនោះកូនរបស់លោកមេកាធ្វើលំហាត់រួចល្មមជំហានបន្ទាប់ដែលគេធ្វើបន្ទាប់ពីនោះគឺរៀនផ្លុំខ្លុយពេលដែលគេចាប់ផ្ដើមផ្លុំលោកមេកាបញ្ញាប់ចូលមកភ្លាមហើយបញ្ជាឲ្យគេឈប់ផ្លុំឥឡូវនេះប៉ុន្តែក្មេងម្នាក់នោះប្រកែកបើគេមិនបញ្ញាប់រៀនផ្លុំនៅពេលនេះទេស្អែកនេះគេនឹងប្រឡងផ្លុំខ្លុយធ្លាក់ប៉ុន្តែលោកមេកានឹងដូចជាកាយខ្លាំងណាស់មិនព្រមស្ដាប់អ្វីដែលកូននិយាយទេហើយហាមឃាត់មិនឲ្យកូនប្រុសធ្វើបែបនោះទៀតពេលស្ដីឲ្យកូនរួចហើយគាត់ក៏បានបដូរទឹកមុខទៅនិយាយជាមួយនឹងអាគីរ៉ាភ្លាមគេបានសុំទោសនាងមុននឹងចាក់ចេញពីទីនោះមិនយូរទេក្មេងម្នាក់នោះបានផ្លុំខ្លុយម្ដងទៀតប៉ុន្តែត្រូវអាគីរ៉ាចូលមកហាមកើតមកក្នុងភោជនីយដ្ឋានវិញដែលគ្រប់គ្នាកំពុងតែធ្វើការមេកានឹងបានសង្ស័យថាហេតុបានជាកូនប្រុសរបស់គេនៅថ្ងៃនេះស្ដាប់តាមបង្គាប់ម្ល៉េះមិនព្រមផ្លុំខ្លុយទៀតដោយការសង្ស័យបានបកទៅមើលនៅបន្ទប់សម្រាប់ម្ដងទៀតហើយវាបាត់ទាំងកូនប្រុសហើយនឹងអាគីរ៉ាតែម្ដងប៉ុន្តែគេបានឮសំឡេងខ្លុយតិចៗនៅក្រៅបន្ទប់ទៅវិញនៅខាងអាគីរ៉ាជាមួយនឹងក្មេងប្រុសនាងកំពុងតែបង្រៀនគេផ្លុំខ្លុយដោយក្មេងប្រុសម្នាក់នេះគេមានឈ្មោះថាយូតូនាងបានមើលទៅកាន់ភ្នែករបស់គេក៏ថាភ្នែករបស់គេដូចមេកាណាស់ពេលដែលយូតូបានផ្លុំតាមដែលអាគីរ៉ាប្រាប់រួចហើយគេពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះនេះគឺជាលើកទី1ហើយដែលគេផ្លុំបានល្អដល់ថ្នាក់នេះអាគីរ៉ាឃើញក្មេងសប្បាយចិត្តក៏បានញញឹមដាក់មេការបស់នាងដែលកំពុងលួចមើលគឺភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះតែធម្មតាអាគីរ៉ាតែងតែធ្វើមុខងាប់មុខមមរហូតនេះគឺជាលើកដំបូងហើយដែលបានឃើញស្នាមញញឹមរបស់នាងពេលអាគីរ៉ាបានឃើញថាមេចូលមកនាងក៏ប្រញាប់បែរមុខគេចហើយសុំទៅធ្វើការងាររបស់នាងបន្តទៀតមេនឹងក៏បានសុំទោសអាគីរ៉ាផងដែរដែលត្រូវពិបាកនាងឲ្យមើលថែក្មេងកាត់មកផ្ទះបាយវិញអាចារ្យក៏បានសួររកលោកមេកាអាគីរ៉ាក៏បានប្រាប់ថាលោកមេកានឹងគាត់នៅក្នុងបន្ទប់ណោចាយលឿហើយក៏បាននិយាយថាព្រោះតែមេកាយើងបែបនេះហើយបានជាប្រពន្ធរត់ចោលទើបបានជាឥឡូវនេះនៅលាវវ័យ45ឆ្នាំអាគីរ៉ាលឺហើយភ្ញាក់ផ្អើលខ្លាំងណាស់ធ្វើចានធ្លាក់បែកម្ដងទៀតហើយម្ដងនេះទៀងទង្វើទឹកមុខខ្សែភ្នែកដែលមានទៅកាន់លោកមេកាគឺបានផ្លាស់ប្ដូរអស់ហើយក្រោយមកនៅសាលារៀនអាគីរ៉ានិងមិត្តភ័ក្តិកំពុងតែនាំគ្នាមកញ៉ាំអាហារថ្ងៃត្រង់មិត្តក៏បានសួរអាគីរ៉ាថាញ៉ាំប៉ុណ្ណឹងឆ្អែតដែរអាគីរ៉ាក៏បានប្រាប់ថាខ្ញុំកំពុងតែសម្រករៀង
ទៅញ៉ាំបន្តិចៗខណៈពេលនោះដែរមានសិស្សច្បងដើរមកល្មមស្រីៗហ្នឹងក៏ជ្រោជ្រាវខ្លាំងណាស់ព្រោះនោះគេគឺជាសិស្សច្បងយ៉ាម៉ាម៉ូតូហត់បំផុតនៅសាលារៀននេះហើយប៉ុន្តែមានតែអាគីរ៉ាទេដែលមិនដឹងមិនស្គាល់ថាគាត់ជាពីណាគេមិត្តៗក៏ប្រាប់ថាគាត់គឺជាសិស្សច្បងយើងបរិយាដែលសង្ហាបំផុតនៅទីនេះហើយឈ្មោះថាយ៉ាម៉ាម៉ូតូតែអាគីរ៉ានឹងអត់ខ្វល់ពីគេទេរហូតមិត្តឆ្ងល់ទៅសួរថាចុះបរិយាក្នុងក្តីសម័យនេះជាមនុស្សបែបណាទៅរត់អាកំឡោះដែរមញ្ញាអាគីរ៉ាហើយសុំលេខនាងពីដំបងរឿងនោះមកលួចស្ដាប់ដែរអាគីរ៉ាក៏បានឆ្លើយប្រាប់មិត្តថានាងចូលចិត្តមនុស្សដូចជាងុយដេកបន្តិចមានពេលខ្លះក៏ភ្លេចរូតខោហើយជាមនុស្សដែលពេលកដាស់គឺសំឡេងលឺខ្លាំងណាស់ក្មេងប្រុសដែលលួចក្រាស់នាងគឺព្យាយាមធ្វើតាមគ្រប់យ៉ាងទាំងអស់រហូតកញ្ញាបែរមិនស្ដីឲ្យគេមិត្តដែលបានស្ដាប់ចម្លើយរបស់អាគីរ៉ាគិតថានាងប្រកាសជានិយាយលេងមិនខានព្រោះដែលនាងនិយាយមកទាំងអស់ហ្នឹងបើមិនអុំទេគឺហើយអាគីរ៉ាក៏បានបែកចេញពីគ្រប់គ្នាហារូកាបានមករកអាគីរ៉ាហើយប្រាប់ថាក្លឹបអត្តពលកម្មបានទៅចូលប្រកួតលំដាប់ប្រទេសមើលទៅម្ដងនេះដូចជាធ្ងន់ធ្ងរបន្តិចហើយប៉ុន្តែបើមានអាគីរ៉ាចាំជួយគឺល្អមិនខានអាគីរ៉ាបានប្រាប់ថាសុំទោសហើយប្រាប់ទៀតថារបួសនៅអញ្ជើញខ្ញុំក៏នៅតែឈឺបន្តិចបន្តួចដែរមិនទាន់ជាតែឥឡូវនេះលេងអីហើយហារូកាលឺក៏បានញញឹមដាក់នាងកាន់មកខាងមេការយើងមិនតពីនេះមាននឹងហៅថាខុនដូពេលនេះដែរគាត់នឹងកណ្ដាស់លឺខ្លាំងមែនតែនហើយបែបគាត់នេះឯងគឺជាមនុស្សក្នុងក្តីសម័យរបស់អាគីរ៉ាក្រោយមកអាគីរ៉ានឹងក៏បានសួរយុយថាមនុស្សដែលយុយស្រឡាញ់ជាមនុស្សប្រភេទបែបណាទៅយុយសិនបានអូអាគីរ៉ាទៅមើលហើយប្រាប់ថាបើឲ្យនិយាយរៀបរាប់មនុស្សក្នុងភោជនីយដ្ឋានមួយនេះដូចជាខៀសេចុងភៅរបស់យើងមើលទៅគាត់សង្ហាតែគាត់នោះប្រកែកលេងសើចមិនសូវពេញប្រកបច្បាស់លាស់នឹងអ្វីមួយសោះបែបនេះគឺខ្វែងហើយអូស៊ូកាមនុស្សប្រុសដែលមើលទៅរឹងបែបនេះក៏មិនអាចជាប្រភេទដែលចូលចិត្តបានទេខ្វែងដូចគ្នាហើយម្នាក់ទៀតទោះបីជាមីយ៉ាណូនៅពេលនេះគាត់មិនបាននៅប៉ុន្តែគាត់ក៏ខ្វែងដូចគ្នាអាគីរ៉ាក៏បានសួរថាចុះមេការរបស់យើងមេការខុនដូមិនដែរខណៈពេលនោះខុនដូបានដើរកាត់មកល្មមទោះបីគេមិនចង់លឺស្ដាប់តែរឿងបែបនេះត្រូវតែលួចបន្តិចយូចិនក៏បាននិយាយថាខុនដូលោកខុនដូគឺកាន់តែខ្វែងហ្មងព្រោះគាត់នឹងអាយុ45ហើយមានក្លិនសាក្រោយមកពេលខុនដូចូលទៅបន្ទប់សម្រាកគេក៏បានកត់ណូតថាប្រុងប្រយ័ត្នក្លិនខ្លួនហើយក៏ប្រាប់ថាព្យាយាមឡើងខ្លួនយើងក្រោយមកអាគីរ៉ាក៏បានមកសម្រាកម្ដងនាងបានកលេសទៅឃើញអាវរបស់ខុនដូនាងសន្លឹងវាមិនព្រិចភ្នែកសោះរួចហើយក៏បានយកអាវរបស់គេមកហត់ស្រូបចូលទៅមកដាច់ដង្ហើមក្លិនមួយនេះវាពិតជាក៏ក្តៅខ្លាំងណាស់សម្រាប់នាងពេលនោះខុនដូនឹងបានបើកទ្វារចូលមកល្មមធ្វើឲ្យអាគីរ៉ានឹងឆក់ខ្លាំងមែនទែនមុននឹងបញ្ញាប់ទុកដាក់អាវរបស់គេឲ្យដូចដើមវិញហើយត្រឡប់មកអង្គុយធ្វើទឹកមុខរៀបស្មើដូចរឿងមិញនេះមិនដែលកាត់ឡើងប៉ុន្តែខុនដូដែលបានឃើញនោះគេនៅតែមិនទាន់បាត់ឆក់ទេគាត់ទាំងឆក់ទាំងសង្ស័យអាគីរ៉ាដែលឃើញគាត់នឹងមិនទាន់ឈប់ឈរមើលទេទោះបីនាងធ្វើទឹកមុខរៀបស្មើដូចមានរឿងអីកាត់ឡើងតែថ្ពាល់របស់នាងក៏ហមដោយសារតែខ្មាស់អៀនដល់ពេលចេញពីការងារគ្រប់គ្នាបានរអ៊ូរទាំថាអ្នកព្យាករណ៍អាកាសធាតុអត់បានប្រាប់ទេថាថ្ងៃនេះមានភ្លៀងធ្លាក់ត្រូវបានជាពួកគេអត់បានត្រៀមឆ័ត្រមកប៉ុន្តែអាចារ្យហ្នឹងគាត់ក៏បានពាក់អាវភ្លៀងដើរកាត់គ្រប់គ្នាធ្វើពងើយប៉ុន្តែកំព្រួយអីមេការខុនដូយើងហ្នឹងមានត្រៀមឆ័ត្រមកឡើង3បរិបពីរនាក់គេទទួលទៅម្នាក់មួយសល់មួយទៀតគាត់ក៏បានយកឲ្យអាគីរ៉ាប៉ុន្តែអាគីរ៉ានឹងមានឆ័ត្ររបស់នាងស្រាប់ហើយមុននឹងហុចតារាងការងារសម្រាប់ខែក្រោយមកឲ្យខុនដូមើលរួចហើយនាងក៏បានខិតម្ដងបន្តិចទៅរកខុនដូរត់ខុនដូនឹងប្រាប់ថាមានរឿងអីមែនមិនបាច់សម្លឹងសម្លក់បែបនេះក៏បានដែរអាគីរ៉ាដឹងខ្លួនហើយមុនប្រញាប់ថយចេញមកអាគីរ៉ាក៏បានសុំពីរបៀបទំនងគាត់ដូចជាមេសេកអីចឹងអាចតាក់ទងគាត់តាមណាបានប៉ុន្តែខុនដូនឹងអត់ស្គាល់ទេស្អីគេ Messenger នោះធ្វើឲ្យអាគីរ៉ាដើរត្រឡប់ទៅផ្ទះវិញដៃទទេទុកឲ្យខុនដូនៅម្នាក់ឯងគេកំពុងតែយកបារីមកជក់តែខណៈពេលនោះដែរគេបានឃើញថាមានក្មេងប្រុសម្នាក់កំពុងតែរត់ចូលមករកអាគីរ៉ាទើបគេគិតថានោះប្រកាសជាសង្សាររបស់អាគីរ៉ាមិនខានហើយលួចកើតចូលខាងខ្លួនឯងថាបើសិនជាគេវិញដែលឈរនៅត្រង់នោះតើវាយ៉ាងម៉េចទៅតែតាមការពេទ្យនឹងអាល្អិតនឹងមកតាមញ៉ាយអាគីរ៉ាទៅវិញទេតែគេនឹងមានឈ្មោះថាយូឈីស៊ីវ៉ាតែអាគីរ៉ានាងក៏មិនខ្វល់ទេមុននឹងបាត់ខ្លួនដោយរាល់ដងអញ្ចឹងពេលត្រឡប់មកដល់ផ្ទះវិញនាងបាននឹកដល់ហេតុការណ៍ដែលនាងចាំមិនភ្លេចនោះគឺខ្លួនរបស់ខុនដូដែលវាបានដកជាប់នៅក្នុងការចងចាំរបស់នាងបាត់ទៅហើយក្រោយមកនៅកន្លែងធ្វើការវិញអាគីរ៉ាបានធ្វើការតាមធម្មតានោះឯងសុកសូខុនដូបានដើរចូលមកឲ្យប្រាប់ឲ្យគ្រប់គ្នាស្ដាប់គេបន្តិចរួចហើយក៏ប្រាប់ថាថ្ងៃនេះពួកយើងមានជំនួយមកបន្ថែមហើយគេម្នាក់នោះគឺជាយូស៊ីសាវ៉ាក៏បានរាក់ទាក់ទៅកាន់អាគីរ៉ាយូដែលបានឃើញហើយគិតថាគេអាចជាថែបរបស់នាងក្រោយមកគ្រប់គ្នាក៏បានមកធ្វើការរៀបរៀងខ្លួនយូស៊ីសាវ៉ាក៏បានញ៉ាយអាគីរ៉ាម្ដងម្កាលយ
យូចាន់ឃើញហើយគិតថាយូស៊ីសាវ៉ានឹងជាមនុស្សដែលកំ pl ែងណាស់ហើយសួរអាគីរ៉ាថាយូស៊ីសាវ៉ាគេជាមនុស្សបែបហ្នឹងគ្រប់ពេលឬអត់នៅសាលារៀនប្រកាសជាមានស្រីៗតាមច្រើនហើយមើលទៅខុនដូដែលដើរកាត់មកហ្នឹងគេក៏បាននឹកឃើញថាមានហើយក្មេងដែលមកធ្វើការ part time នៅថ្ងៃនេះគឺជាមនុស្សដែលមករកអាគីរ៉ានៅថ្ងៃមុនតែហើយគាត់នឹងគិតសម័យម្នាក់ឯងគេប្រកាសជាសង្សាររបស់អាគីរ៉ាមិនខានពេលវេលាកន្លងផុតទៅមិនបានយូរប៉ុណ្ណាទេយូចាន់ក៏បានប្រាប់ឲ្យអាគីរ៉ានិយាយរឿងដែលធ្វើឲ្យបេដងយប់ញ័រពេលចាប់ផ្ដើមប្រាប់យូចាន់នឹងនិយាយតែរឿងម្ហូបអាហារហ្មងនឹងបេដងយប់ញ័រដោយសារម្ហូបអាហារធ្វើឲ្យអាគីរ៉ាដឹងភ្លាមប្រហែលកំពុងឃ្លានហើយមើលទៅហើយប្រុសគេក៏បានលឺអ្វីដែលស្រីៗគេនិយាយគ្នាផងដែរយីចាំនឹងនិយាយពីមុខម្ហូបនំមិនឈប់សោះចំណែកអាគីរ៉ាកំពុងតែគិតថាតើរឿងអ្វីទៅដែលធ្វើឲ្យបេះដូងរបស់នាងញាប់ញ័រហើយប្រៀបដូចជាបុប្ផាកំពុងតែរីកមុននឹងបាយទៅបន្ទប់របស់ខុនដូនៅទឹកមុខរបស់នាងក៏បានផ្លាស់ប្ដូរភ្លាមតែនៅពេលនោះនាងក៏បានសុំគ្រប់គ្នាធ្វើរឿងផ្សេងធ្វើឲ្យគ្រប់គ្នាមានការឆ្ងល់សង្ស័យមែនទែនតើអ្វីទៅដែលធ្វើឲ្យបេះដូងរបស់នាងប្រៀបដូចជាមានបុប្ផារីកអញ្ចឹងអាគីរ៉ាបានរៀបចំតុនៅខាងក្រៅបានឃើញថាភ្ញៀវនឹងផ្លេចទូរស័ព្ទទៅបញ្ញាប់រត់ប្រាប់ខុនដូថាមានភ្ញៀវផ្លេចទូរស័ព្ទដៃហើយពេលស្ដាប់ចប់ខុនដូបញ្ញាប់រត់ទៅតាមភ្ញៀវដែលផ្លេចទូរស័ព្ទដៃប៉ុន្តែយឺតខ្លាំងមែនទែនព្រោះតែភ្ញៀវនឹងបានជិះកង់ទៅឆ្ងាយហើយអត់លឺទេខុនដូក៏បានប្រាប់ថាបើសិនភ្ញៀវគេដឹងខ្លួនតែផ្លេចទូរស័ព្ទប្រកាសជាបកមកយកវិញមិនខានបែបព្យាយាមហៅទៀតទេអាគីរ៉ាដែលរត់តាមមកនាងបានមើលទៅកាន់កង់មើលតាមកង់នោះហើយក៏នៅក្នុងចិត្តថាបើសិនជាភ្ញៀវរបស់យើងជាប់ភ្លើងស្តុបនៅខាងមុខវាអាចនឹងមានពេលឲ្យនាងឆាប់រត់យកទៅឲ្យមុននឹងបញ្ញាប់ទាញទូរស័ព្ទដៃពីខុនដូហើយបញ្ញាប់រត់ចាកចេញទៅនៅក្នុងផ្ទះបាយវិញគ្រប់គ្នាកំពុងតែនិយាយដល់ទំនាក់ទំនងរបស់អាគីរ៉ានិងយូស៊ីសាវ៉ាខាងយូស៊ីសាវ៉ានឹងបានប្រាប់ថាពួកយើងទាំងពីរនាក់ត្រឹមតែជាមិត្តទេរួចហើយគេក៏បានសួរមនុស្សនៅទីនោះថាតើអាគីរ៉ាជាមនុស្សបែបណាទៅធ្វើឲ្យមនុស្សនៅទីនោះពិតជាឆ្ងល់ខ្លាំងមែនទែនហាទាំងដែលនៅថ្នាក់រៀនជាមួយគ្នាសោះគួរតែដឹងច្បាស់ជាងពួកយើងហើយប៉ុន្តែយូស៊ីសាវ៉ានឹងដឹងត្រឹមថាអាគីរ៉ាជាមនុស្សដែលរត់លឿនណាស់បើថ្ងៃប្រកួតកីឡាវិញនាងរត់លឿនប្រៀបដូចជារន្ទះអញ្ចឹងហើយនៅនិយាយទៀតថាអាគីរ៉ាធ្លាប់នៅក្លឹបអត្តពលកម្មតែវាជារឿងដែលធ្លាប់ព្រោះកាលពីឆ្នាំមុនអាគីរ៉ាមានរបួសជើងកាត់មកអាគីរ៉ាវិញនាងរត់លឿនខ្លាំងមែនទែនរហូតទៅទាន់ម្ចាស់ទូរស័ព្ទពេលដើរត្រឡប់មកវិញខុនដូនឹងទះដៃនាងមិនឈប់សោះតែមិនបានយូរប៉ុណ្ណាផងអាគីរ៉ានឹងក៏បានដួលចុះនៅនឹងមុខព្រោះជើងរបស់នាងនឹងមិនទាន់ជាយូស៊ីសាវ៉ាដែលនិយាយរឿងរបស់អាគីរ៉ាមិនឈប់គេបែរជាធ្វើឲ្យចានឹងធ្លាក់បែកខ្ទេចខុនដូដែលរត់ចូលមកនឹងគេមិនបានខ្វល់មិនបានចាប់អារម្មណ៍ហើយក៏មិនបានថាអីយូស៊ីសាវ៉ានោះទេតែបែរជាប្រាប់យូស៊ីសាវ៉ាថាផ្ញើហាងផងយូស៊ីសាវ៉ានឹងឆ្ងល់ខ្លាំងមែនទែនប៉ុន្តែគេបែរជាសប្បាយចិត្តដែលបានក្លាយជាមេការមួយថ្ងៃធ្វើឲ្យមនុស្សនៅទីនោះនាំគ្នានិយាយព្រមគ្នាថាមិនមែនអញ្ចឹងទេកាន់មកខាងអាគីរ៉ាខុនដូនឹងបានយកឡានមកទទួលនាងហើយនឹងនាំនាងឡើងទៅលើឡានប៉ុន្តែក៏មិនដឹងធ្វើម៉េចដើម្បីយកនាងឡើងទៅលើឡានបានទៅបានត្រឹមតែសូត្រធម៌មកដាមកតាសៈតិកេវតោអរហតោសម្មាសម្ពុទ្ធស្សៈពេលដែលសូត្ររួចហើយគាត់ក៏បានចូលទៅគ្រាអាគីរ៉ាដើម្បីនាំនាងឡើងមកលើឡានអាគីរ៉ាឃើញហើយពិតជាពេញចិត្តខ្លាំងមែនទែនពេលដែលមកដល់មន្ទីរពេទ្យខុនដូនឹងពិតជាស្លន់ខ្លាំងមែនទែនខ្លាចថាអាគីរ៉ាបាក់ឆ្អឹងពេលដែលអាគីរ៉ាឡើងទៅលើគ្រែហើយនាងកំពុងតែដោះស្រោមជើងខុនដូវិញគឺមើលមិនដាក់ភ្នែកសោះទើបអាគីរ៉ាប្រាប់ឲ្យខុនដូប្រញាប់ត្រឡប់ទៅមើលភោជនីយដ្ឋានវិញទៅពេលដែលខុនដូមើលមកមើលនាឡិកាហើយគឺថាមានហើយបើគាត់ត្រឡប់ទៅវិញគាត់ក៏ត្រូវតែយកសម្លៀកបំពាក់មកឲ្យនាងវិញគាត់ក៏បានសួរអាគីរ៉ាថាអញ្ចឹងឲ្យយូស៊ីសាវ៉ានឹងយកសម្លៀកបំពាក់មកឲ្យល្អអត់ធ្វើឲ្យអាគីរ៉ាកៀងខ្លាំងមែនទែនមនុស្សក៏ពេកកំពេងហេតុអីបានលើកយកឈ្មោះយូស៊ីសាវ៉ាមកលោកខុនដូនឹងក៏បានប្រាប់ថាក្រែងទាំងពីរនាក់នឹងគឺជាសង្សារគ្នាអីប៉ុន្តែក៏ត្រូវអាគីរ៉ានឹងទេសនាមួយឈុតធំមនុស្សដូចនាងគ្មានផ្លូវជាសង្សាររបស់យូស៊ីសាវ៉ាទេហើយអាគីរ៉ាបានប្រាប់ថាពេលរួចរាល់អស់ហើយនាងនឹងត្រឡប់ទៅយកសម្លៀកបំពាក់នៅហាងដោយខ្លួនឯងមិនក៏ដោយពេលនេះលោកខុនដូគួរតែប្រញាប់ត្រឡប់ទៅភោជនីយដ្ឋានវិញពេលខុនដូចេញទៅផុតហើយពេទ្យក៏បានធ្វើការត្រួតពិនិត្យហើយពេទ្យបានប្រាប់ថារបួសនាងគ្រាន់តែរលាកបន្តិចបន្តួចទេក្រោយមកនាងត្រឡប់មកភោជនីយដ្ឋានវិញហើយមកយកសម្លៀកបំពាក់ពេលចេញមកខាងក្រៅនាងចេះតែឈរមើលខុនដូមិនព្រិចភ្នែករូបភាពបានកាត់មកផ្ទះរបស់អាគីរ៉ាវិញនាងចេះតែនឹកដល់ពេលដែលគេចូលមកគ្រានាងគេធ្វើបែបនោះនាងពិតជាស្កប់ស្កល់ចិត្តខ្លាំងមែនទែនហើយអៀនខ្លាំងណាស់ខណៈពេលនោះដែរមានលេខដែលមិនស្គាល់បានខលមករកនាងពេលនាងបានទទួលទូរស័ព្ទជាសំឡេងមួយដែលនាងចងចាំមិនភ្លេចព្រោះវាគឺជាលេខរបស់ខុនដូគេបានខលមកសួរដល់របួសរបស់នាងហើយប្រាប់ទៀតថាបើសិនអាគីរ៉ាមានបញ្ហាអ្វីអាចខលមករកគេបានគ្រប់ពេលនេះគឺជាលេខរបស់គេធ្វើឲ្យអាគីរ៉ាពិតជាមានក្តីសុខខ្លាំងមែនទែនដែលនៅសុកក្រាស់ខលមកដោយខ្លួនឯង
បានលេក្រាស់ដោយមិនចាំបាច់ខិតខំធ្វើឲ្យនៅមិនសុខក្នុងខ្លួនតែម្ដងតើប្រុកឲ្យធ្វើបន្តិចមុននឹងទាញយកថ្នាំកញ្ចក់នឹងមកលាបកញ្ចក់កន្លងផុតទៅជាច្រើនថ្ងៃអាគីរ៉ានឹងមិនបានធ្វើអ្វីទេដេកនៅតែក្នុងផ្ទះឡើងចិត្តរលួយជាប់គ្រែហើយថ្ងៃនេះនាងសម្រេចចិត្តថានឹងទៅម៉ាតដើម្បីដើរលេងបន្តិចមុនទៅបានទាញទូរស័ព្ទចូលមកមើលហើយបាននឹកដល់ពាក្យសម្ដីរបស់លោកខុនដូដែលធ្លាប់ប្រាប់ថាមានបញ្ហាអ្វីអាចខលមករកគេបានអាគីរ៉ាធ្វើបានតែចុចទូរស័ព្ទទៅមកដោយនាងមិនហ៊ានខលទៅទេពេលដែលនាងចេញមកក្រៅនាងក៏បានឈរគាំងព្រោះមនុស្សដែលនាងបានឃើញនៅក្នុងមុខប្រកាសជាមេការរបស់នាងមិនខានគាត់បានបែរមកឃើញនាងល្មមទៅបានប្រាប់ថាចៃដន្យខ្លាំងមែនតើមិញនេះចិត្តនឹងខលទៅហើយធ្វើឲ្យអាគីរ៉ាមុខឡើងក្រហមព្រោះមុននេះនាងចង់នឹងខលទៅរកគេដូចគ្នាមូលហេតុដែលខុនដូមកដល់ទីនេះព្រោះតែគាត់ចង់មកសុំទោសម៉ាក់របស់អាគីរ៉ាដែលធ្វើឲ្យនាងរងរបួសបែបនេះអ្នកមានបញ្ញាយកមកសុំទោសឪពុកម្ដាយរបស់នាងផងដែរតែអាគីរ៉ានឹងក៏ប្រាប់ថាម៉ាក់អត់បាននៅផ្ទះទេតែធ្វើការបាត់ហើយធ្វើឲ្យខុនដូនឹងឆោកខ្លាំងមែនទែនមកបានឆែកឲ្យច្បាស់តែទាំងពីរនាក់ក៏បានសម្រេចចិត្តទៅអង្គុយនៅកាហ្វេជាមួយគ្នាខុនដូប្រាប់ថាកំហុសរបស់គេទេដែលបានខលមកឆែកមើលច្បាស់លាស់មុននឹងមកធ្វើឲ្យខូចដល់កម្រងការអស់លីងចាំលើក្រោយគេមកម្ដងទៀតណាអាគីរ៉ាឮហើយបញ្ញាប់ស្រ័យប្រាប់ថាខុនដូមិនចាំបាច់ធ្វើដល់ថ្នាក់នឹងទេរឿងរត់នឹងនាងសម្រេចចិត្តរត់ដោយខ្លួនឯងហើយនៅមានរឿងការងារទៀតដល់ពេលនាងបានទៅវាត្រូវផ្លាស់ប្ដូរម៉ោងគ្នាបែបនោះរញ៉េរញ៉ៃខ្លាំងមែនទែនកំហុសគឺជានាងច្រើនជាងដែលធ្វើឲ្យខុនដូរញ៉េរញ៉ៃដែរប៉ុន្តែខុនដូនឹងចង់សុំទោសអាគីរ៉ាពិតមែនអាគីរ៉ាមិនចង់ឲ្យគេមានអារម្មណ៍ខុសទៅបញ្ញាប់ស្រ័យប្រាប់ថាមិនអីទេមិនអីពិតមែនខុនដូឮនាងស្រែកខ្លាំងបែបនោះភ្ញាក់ផ្អើលខ្លាំងមែនទែនហើយគិតនៅក្នុងចិត្តថាអាគីរ៉ាប្រហែលមិនចង់ឲ្យគេមកខ្លាំងណាស់ហើយមើលទៅប៉ុន្តែក្នុងចិត្តរបស់អាគីរ៉ាគ្រាន់តែគិតថាគេមិនមែនជាអ្នកខុសទេឲ្យគេមករកដោយមានអារម្មណ៍ខុសបែបនេះវាមិនមែនជារឿងត្រឹមត្រូវទាំងដែលមិនមែនជាកំហុសរបស់គេខុនដូក៏បានសួរដល់របស់នាងមុននឹងអោនទៅមើលជើងហើយគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនមុននឹងសួរអាគីរ៉ាថាដែលកញ្ចក់របស់នាងក៏ហមបែបហ្នឹងដោយសារតែរបួសមែនអត់អាគីរ៉ាឮហើយភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះនាងគ្រាន់តែលាបថ្នាំកញ្ចក់អន្តែខុនដូឮហើយប្រាប់ថាអូគេយល់ហើយបែបហ្នឹងសោះគេនឹងស្មានតែដោយសាររបួសធ្វើឲ្យឈាមកកអាគីរ៉ានឹងតបសម្ដីមិនជាប់ទេព្រោះឃើញថាគាត់នឹងគឺជាមនុស្សបុរាណខ្លាំងមែនទែនមិនទាន់សម័យឥឡូវសោះហើយរឿងមួយទៀតកញ្ចក់របស់នាងមិនមែនពណ៌ក្រហមទេពណ៌ផ្កាឈូកតើខុនដូឮហើយមុខឡើងរៀបស្មាគេកំពុងតែគិតថាអាគីរ៉ានៅពេលនេះមិនដូចរាល់ដងសោះធ្វើឲ្យគេមានអារម្មណ៍ថារវាងយើងលែងមានសញ្ញាខណ្ឌទៀតហើយខុនដូបានសួរថាអាគីរ៉ានៅទីក្រុងដ៏ធំដល់ថ្នាក់នេះហើយនាងមិនចាំបាច់ទៅធ្វើនៅភោជនីយដ្ឋានខ្ញុំទេទីក្រុងធំបែបនេះគួរតែមានហាងច្រើនដែលនាងទៅធ្វើបានអាគីរ៉ានឹងប្រាប់ថាអត់មានទេខុនដូប្រកែកប្រាប់ថាទីកន្លែងដ៏ធំដុំបែបនេះមិនមានដូចមិនជឿអាគីរ៉ាបានប្រាប់ថាដែលខ្ញុំទៅធ្វើការនៅទីនោះព្រោះតែខ្ញុំនឹងចូលចិត្តខុនដូនិយាយរួចហើយអាគីរ៉ាពិតជាភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់ខ្លួនខ្លាំងណាស់ព្រោះតែច្រឡំមាត់សារភាពបាត់ទៅហើយខុនដូឮហើយញញឹមរួសរាយខ្លាំងមែនទែនហើយអរគុណអាគីរ៉ាដែលចូលចិត្តគេដំបងស្មានត្រូវនាងស្អប់បាត់ហើយ